Bàសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទជួបជាមួយ admin ម្ដងទៀតហើយបាទតម្រុយឆ្នោតយួនបាទនៅថ្ងៃទី30ខែ7ឆ្នាំ2026ណាពុកម៉ែបងប្អូនបាទសម្រាប់ថ្ងៃនេះដែរបាទ admin បាទក៏មានតម្រុយមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដែរបាទមុននឹងឈានចូលទៅកាន់តម្រុយបាទថ្ងៃទី30 admin ចង់ឲ្យពុកម៉ែបងប្អូនបាទមកមើលតម្រុយ admin កាលពីថ្ងៃទី29ហ្នឹងបន្តិចណាបាទនេះសម្រាប់តម្រុយបាទ admin ថ្ងៃទី29បាទ admin បាទចូលបានខ្ទង់អូស admin ឲ្យអូសចិត្តបាទម៉ោង4ណាបាទម៉ោង4ចេញចិត្ត6ប៉ុស A បាទហើយសម្រាប់បាទលេខតូច admin ឲ្យ34ចេញ38បាទវាបានចូលទៅខ្ទង់វាបានចំណាពុកម៉ែបងប្អូនបាទហើយចិត្ត admin ឲ្យ78ចេញ76អត់បានចូលចំទេចូលបានក្បែរស្រាប់លេខធំបាទលេខធំ admin ឲ្យបាទ137ចេញមក4ចេញ147ស្ដាយពុកម៉ែបងប្អូនអើយបាទស្រាប់ម៉ោង6បាទក៏ចូលអូសខ្ទង់ចិត្តដែរបាទចូលអូសចិត្តដែរ admin ឲ្យអូសចិត្តចូល75ប៉ុស A នៅម៉ោង6ល្ងាចណាបាទស្រាប់លេខបាទថ្ងៃនេះចូលបានតែខ្ទង់អូសទេបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទមុននឹងឈានចូលទៅកាន់តម្រុយថ្ងៃទីបាទ30 admin ក៏សូមឲ្យពុកម៉ែបងប្អូនបាទទស្សនាវីដេអូ admin ហើយបាទកុំភ្លេចជួយចុចជាវបាទក៏ដូចជាសញ្ញាកណ្ដឹងម្នាក់មួយផងបាទសម្រាប់ពុកម៉ែបងប្អូនដែលថ្មីណាបាទនេះគឺជា channel ថ្មីរបស់ admin បាទពុកម៉ែបងប្អូនបាទកុំភ្លេចជួយចុចជាវម្នាក់មួយផងបាទសម្រាប់ page Facebook ពុកម៉ែបងប្អូនបាទទស្សនាវីដេអូ admin ហើយបាទកុំភ្លេចតាមដាន admin ម្នាក់មួយផងបាទដើម្បីបានតម្រុយប្រចាំថ្ងៃពី admin បាទសម្រាប់តម្រុយបាទថ្ងៃទី30បាទ admin សុំដូរថ្ងៃតិចណាបាទថ្ងៃទី30បាទសម្រាប់តម្រុយថ្ងៃទី30បាទលេខតូចបាទលេខតូចបាទ admin សុំលុបលេខតិចសិនណាពុកម៉ែបងប្អូនបាទសម្រាប់លេខតូច admin ឲ្យបាទ28 67បាទ16និង48បាទស្រាប់លេខតូចបាទលេខតូច admin ឲ្យបាទ4គ្រាប់ហ្នឹងបាទពុកម៉ែបងប្អូនអាចយកទៅផ្សងសំណាងបានបាទនៅម៉ោង6ម៉ោង4ម៉ោង6ល្ងាចបាទស្រាប់3លេខ admin ឲ្យបាទ963បាទមួយគ្រាប់ទៀត4 42បាទស្រាប់លេខ3លេខបាទស្រាប់ខ្ទង់អូសថ្ងៃនេះដែរបាទ admin ឲ្យអូស9បាទអូស9ក៏ដូចជាអូសខ្ទង់30បាទស្រាប់លេខ admin បាទអត់មានលក់លេខអត់មានអីទេបាទចែកជូនពុកម៉ែបងប្អូនបាទយកទៅផ្សងសំណាងណាបាទស្រឡាញ់លេខមួយណាបាទពុកម៉ែបងប្អូនស្រឡាញ់លេខមួយណាអាចជ្រើសលេខមួយនឹងបាទយកទៅផ្សងសំណាងលេងបានបាទនៅម៉ោង4ម៉ោង6ល្ងាចបាទអត់មានលក់លេខទេបាទចែកជូនពុកម៉ែបងប្អូនបាទយកទៅផ្សងសំណាងបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបាទសម្រាប់ថ្ងៃទី30 admin ក៏សូមជូនពរពុកម៉ែបងប្អូនបាទយកលេខ admin ទៅផ្សងសំណាងណាបាទជូនពរពុកម៉ែបងប្អូនបាទហេងទាំងអស់គ្នាបាទជូនពរបាទពុកម៉ែបងប្អូនតាណាមកណាមានសុខភាពបាទនិងសុខភាពល្អ admin ក៏សូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាបាទបាយបាទពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទសូមគោរពជម្រាបលាបាទ